ម៉ាក់នេះយើងត្រូវលាក់បាំងដល់ពេលណាលាក់បាំងរឿងអីកូនគឺរឿងរំដួលហ្នឹងណាខ្ញុំជឿថាថ្ងៃណាមួយការចងចាំរបស់គេនឹងវិលមកវិញម៉ាក់ក៏មិនចង់លាក់បាំងដែរតើកូនចង់ឲ្យម៉ាក់ធ្វើយ៉ាងម៉េចទៅបើគេមិនចាំអីផងម៉ាក់យើងគិតចេះល្អទេយើងរំលឹកការចងចាំឲ្យរំដួលវិញទាំងអស់រំលឹកអនុស្សាវរីយ៍យ៉ាងម៉េចគឺនាំគេឲ្យទៅនឹកឃើញរឿងចាស់ៗនោះឯងម៉ាក់ថាមិនគិតទេឲ្យគេទៅដឹងអនុស្សាវរីយ៍ប្រចាំដែលគេធ្លាប់ដំណឹងដែរគេហ្នឹងឯងម៉ាក់គិតថាមិនគិតទេបើសិនជាបងសក្តាគាត់ដឹងគាត់មិនព្រមចរិតខាតនេះខ្ញុំធ្លាប់យកប្តីគេហ៎ម្នាក់ស្រីឈ្មោះរំដួលនោះគឺជាខ្ញុំហ៎អញ្ចឹងយើងគិតនៅបែបហ្នឹងរហូតមែនម៉ាក់ត្រូវទីអញ្ចឹងហើយយើងមិនអាចប្រាប់ពីអតីតកាលរបស់គេបានចរិតខាតអញ្ចឹងកូនឯងទៅបងទៅណាបាទម៉ាក់ជ្រាបសួរនេះអូមួយព្រឹកមកផ្ទះខ្ញុំមានការអីខ្ញុំចង់ជួបរំដួលនៅមីងឲ្យខ្ញុំទៅជួបរំដួលបន្តិចបានអត់មិនបានទេបងសង្ណាក៏បានហាមឲ្យថាមិនអោយក្មួយរំដួលទៅជួបលោកជាដាច់ខាតនៅមីងឲ្យខ្ញុំសុំវល់ណាខ្ញុំជួបគេតែបន្តិចក៏បានដែរយ៉ាងណាក៏មិនបានដែរក្មួយទៅវិញទៅក្មួយទៅរកប្រពន្ធរបស់ក្មួយវិញទៅក្មួយមកជួបក្មួយរំដួលបែបនេះនាំតែក្តាក់ឲ្យដល់គេទេតែខ្ញុំស្រឡាញ់រំដួលណាស់នៅមីងយល់ថាក្មួយស្រឡាញ់តែក្មួយមានប្រពន្ធហើយក្មួយត្រូវតែចេះគិតខ្លះផងមីងទុកថាមីងសុំទៅចោះណាអញ្ជើញម៉ាក់ពូរំដួលបាត់ខ្លួនហាក្មួយរំដួលបាត់ខ្លួនហើយបាត់តាណាកូនខ្ញុំក៏មិនដឹងដែរម៉ាក់ខ្ញុំរកសាប់ពេញផ្ទះនៅតែមិនឃើញអញ្ចឹងបើបែកគ្នារត់ទៅបាត់ម៉ាក់ហេតុអីក៏ផ្ទះនេះដូចខ្ញុំធ្លាប់ឃើញប្រហែលមិនទេអូយឈឺក្បាលណាហេតុអីឲ្យតែខ្ញុំចេះតែគិតវាចេះតែឈឺក្បាលអញ្ចេះអូយហើយមានរឿងអីចំពោះខ្ញុំឲ្យប្រកាសទៅណោះកូនរំដួលនេះកូនសុខសប្បាយអត់លោកពូនេះលោកពូស្គាល់ខ្ញុំដែរកូនរំដួលមិនកូននិយាយអញ្ចឹងពុកជាពុកសុករបស់កូនណាពុកហើយខ្ញុំចាំអីមិនបានទេកូនរំដួលនេះកូនកាត់អីដែលចាំពុកមិនបានអូយវាទៅគ្មានកាត់អីទេវាបានខ្ពស់មុខខ្ពស់មាត់ក៏វាបំផ្លិចយ៉ាងចោលណានេះកពើវិញបងនេះមិនមែនអញ្ចឹងទេបើសាតែខ្ញុំចាំអីមិនបានមែនណានេះពូនឹងមីងស្គាល់ខ្ញុំដែរកូនរំដួលនេះប្រាប់ពុកមកមិនកូនខ្លាចជាបែបនេះមកយេតើបើនាងឯងបានហើយមិនចង់រົບអ្នកក្រៅដូចជាយើងក៏ទៅយើងមិនចង់បានអីពីនាងឯងទៀតទេពេលកន្លងមកដែលយើងខំចិញ្ចឹមនាងឯងហូរញើសស្រាក់ខាតពេលវេលាទុកថាយើងធ្វើបន់ឲ្យចោះម៉េចវាស្អីអាកាចាទៅខ្វល់ពីវាទៅឆ្ងាយទៅមកពីមុនខ្ញុំធ្វើឲ្យអ្នកមីងពិបាកឲ្យខ្ញុំសុំទោសផងពេលនេះខ្ញុំចាំអីមិនបានទេក៏រំដួលមិនបាច់ទៅធ្វើប៉ុតអីនេះរំដួលម៉េចទៅយកប្តីគេឡើងឡាប់ស្តេអស់ហើយហ៎ម៉េចវាមិនបាច់មកម៉ែវាអាកាចាទៅឡើងផ្ទះទៅអើនេះរំដួលមិនបាច់មកអើគ្រឹះឯងតាអាកាចាឡើងលើផ្ទះក៏រំដួលអូយកូនធ្វើអីមកឡើងលើផ្ទះហើយវាជារឿងស្អីទៅអូយនាងសដាអូលោកហើយមិនអត់តែខ្ញុំមានការអីហ៎នាងសដាជួបរំដួលទៅទុកណាលោកនិយាយពីស្អីខ្ញុំនៅជិះយល់ទៅនេះក៏មកធ្វើពុតរំដួលបាត់ខ្លួនជាស្នាដៃរបស់នាងមែនទេណែលោកក៏មកឈួតណាអូវាបាត់ខ្លួនអីពីចកាល្អហើយកុំឲ្យមានម្ល៉េះខាងទូខ្ញុំទៀតនាងនេះពិតជាអាក្រក់មែននាងចាប់ប្រាប់ខ្ញុំមកនាងយកពូនខ្ញុំទៅទុកណាលោកក៏ទៅលបស្ទេមែនទេណាខ្ញុំទទួលស្គាល់ថាកាលមុនខ្ញុំចាប់រំដួលមែនសាតែរំដួលយកប្តីខ្ញុំតែពេលនេះរំដួលបាត់ខ្លួនខ្ញុំដឹងអីទៅណាអញ្ចឹងតើរំដួលបាត់ទៅណាទៅខ្ញុំមកសួរខ្ញុំមិនដឹងឬមួយក៏ទៅទៀតប្តីទៀតបាត់ទៅដឹងកុំឲ្យខ្ញុំដឹងឲ្យសោះណាថាការបាត់ខ្លួនរបស់រំដួលនេះជាស្នាដៃរបស់នាងលោកក៏មិននិយាយដែរណាខ្ញុំជំនួសនិយាយត្រង់បើធ្វើខ្ញុំថាធ្វើបើមិនបានធ្វើខ្ញុំថាមិនបានធ្វើបើនាងមិនបានធ្វើឡយខ្ញុំទៅសិនហើយអូឈប់តែបើថ្ងៃក្រោយប្តីនាងមានស្រីនាងក៏មិនទៅគេអីនាងត្រូវទៅសួរខ្លួនឯងជាមុនថាអីបានគេមិនចង់នៅជាមួយអេលោកមិនចេះបែបនេះខ្ញុំបាននឹងមិនហ៎អូយមានហត់បងព្រឹកខ្ញុំហត់នឹងគុំក្រងបងព្រោះអីបើខ្ញុំគុំក្រងហុងហើយយ៉ាងណាក៏ចិត្តនឹងមេដូនរបស់បងនៅតែជាមួយនឹងនោះវាអាចនឹងខ្ញុំមិនល្អមែនហើយទៅបងមិនចង់នៅជាមួយខ្ញុំនេះខ្ញុំជាមនុស្សតែងតល់គ្មានកោដដៅខ្ញុំជាអ្នកណាក៏ខ្ញុំមិនដឹងទៀតតើពេលនេះខ្ញុំគួរទៅណាទៅអូយហេតុអីក៏ខ្ញុំឈឺក្បាលខ្លាំងម្ល៉េះអូយរំដួលបងប្រាក់ចាប់យកគេទៅទីពេលតាំងបាទនាងខនណាស់នាងអើយឡោធ្វើកាងារបានឡោចាំមកយកលុយពីយើងណាមិនណាសិនចុះម៉ាក់នេះម៉ាក់និយាយសោះជាមួយអ្នកណាកុំប្រាប់ណាថាដែលរំដួលបាត់ខ្លួនគឺជាស្នាដៃរបស់ម៉ាក់ណែហើយយ៉ាងម៉េចឯងហ្នឹងរំដួលបាត់ខ្លួនស្វ័យដែររបស់ម៉ាក់ស្អីហើយម៉ាក់និយាយសោះជាមួយណាគេម៉ាក់និយាយសោះជាមួយនឹងកូនចាស់របស់ម៉ាក់ហើយនេះរំដួលនោះវាបាត់ខ្លួនអីចាហើយអញឆ្លាតសន្សស្វ័យក្រែកនេះរំដួលបាត់ខ្លួននោះអញមិនត្រូវកោះទេក្រែកនេះជាម្លាក់ក្នុងទ្រូងដល់ដល់ប្តីឯងហីមិនអញ្ចឹងម៉ាក់ខ្ញុំគិតទៅគិតមកវាគ្មានបានផុសប្រយោជន៍អីដែរដែលខ្ញុំតាមខ្វៀបប្តីបែបនេះអូណែក្រឹមមែនឬមួយក៏តលេខឆ្នាំខុសអត់ទេម៉ាក់
ពេលនេះខ្ញុំយល់ហើយថាស្នេហាមិនអាចបង្ខំបានទេទោះបីខ្ញុំនៅជាមួយអង្គព្រឹកតែបងព្រឹកនៅជាមួយខ្ញុំតែសម្បកកាយចំណែកឯក្តីស្រឡាញ់និងបេះដូងបងព្រឹកបានប្រកល់ទៅឲ្យអ្នកនោះអស់ហើយអញ្ចឹងអញក៏ប្រុងធ្វើជាប្រវេសដរហើយក៏ប្រកល់ឲ្យព្រឹកទៅឲ្យនាងស្រីម្នាក់នោះអញ្ចឹងហ៎ខ្ញុំហាត់ហើយណាម៉ាក់ខ្ញុំចង់សម្រាប់យើងបានចាប់គ្រប់យ៉ាងថ្ងៃនេះទៅម៉ាក់ថ្ងៃមុខជីវិតយើងអាចឡើងប្រសើរជាងនេះម៉ាក់ក្រោកចាប់ពាក្យនេះពីបត់កូនយូរហើយកូនសេដាទោះបីជាអត់ពីនេះព្រឹកទៅក៏មិនខ្វល់ទេណាបរល្អដែលរងចាំកូនម៉ាក់កូនសម្លាញ់របស់ម៉ាក់អូនរំដួលអូនកុំអានកាត់អីណាអូនរំដួលសុំទោសផងខ្ញុំត្រូវការពិនិត្យអ្នកជំងឺលោកគ្រូពេទ្យជួយពិនិត្យក្មួយខ្ញុំផងណាមែនហើយលោកគ្រូពេទ្យជួយពិនិត្យអូនរំដួលផងបាទអញ្ជើញអ្នកទាំងពីរចេញទៅក្រៅសិនទៅខ្ញុំពិនិត្យអ្នកជំងឺអញ្ចឹងខ្ញុំសូមផ្ញើផងណាលោកគ្រូពេទ្យបាទក្មួយរំដួលសង្ឃឹមថាក្មួយរំដួលគេមិនកាត់អីកញ្ចោះណាតិចចាត់សិនទៅមីងខ្ញុំជឿថារំដួលគេមិនកាត់អីនោះទេនេះបើសិនជាបងសក្តាគាត់ដឹងបែរជាវីវ៉ហើយលោកគ្រូពេទ្យក្មួយរំដួលយ៉ាងម៉េចទៅហើយអ្នកទាំងពីរធ្វើចិត្តឲ្យស្រួលណាខ្ញុំមានរឿងសំខាន់ចង់ប្រាប់រឿងសំខាន់ហើយរឿងសំខាន់ទៅលោកគ្រូពេទ្យគឺអ្នកជំងឺកើតមហារីកខួរក្បាលដំណាក់កាលចុងក្រោយនៅសល់ពេលមិនបានមួយខែទៀតទេហា